vì có vô reaction đó vô tự đạo đó sầm rạp caoประกวดที่ได้คริสเตียโนโรนัลโดโรบันดอตปีกรอดมันเองไอ้มันเต้นให้วิจิปินดับบงระบบคริสเตียโนโรนัลโดปั่นต่อปีพลักประโดโจมานาเซอร์คือเปลี่ยนอาราบิซาวดิตពេលវេលាសល់2នាទីទៀតប៉ុណ្ណោះបងប្អូនហើយរាប់ថយក្រោយខនដោនថយក្រោយនេះខនដោនថយក្រោយឧដូនឹងលើកពានលីកជាលើកដំបូងបន្ទាប់ពីការចាក់ចេញពីបើយើងរាប់ទៅពីជូវិនទូមកព្រោះនៅមែនយូក៏បានពានលីកដែរឱកាសអូទៅលឿនកន្លែងនេះពីកីឡាករអាល់ការីបទម្លាក់មកក្រោយឲ្យលេខ20នឹងណាទេណាដឺហើយចំចូលអាល់ការីបឲ្យមកចូលហ្វេលិចអាល់ហាំដានឲ្យមកអាល់ការីបអត់តន់ឆក់បាទហើយរកគ្រាប់បាល់ទី5ម្ដងមកចៅហ្វេលិចលេងរត់ចៅហ្វេលិចហត់រត់មក90នាទីហើយឆក់បាល់បានវិញអត់ផុតទៀតតតចោលគឺវគ្គនេះគឺវគ្គតតចោលស៊ីម៉ោងខោនដោន30វិនាទីចុងក្រោយ36វិណូវិញមកឡើងចាំយើងខោនដោនរបស់គ្នា10នេះរាប់10 9 8 7 6 5 4 3 2 1យ៉ាងណាលោកអញ្ញាកណាពេលនេះសម្រាប់ចិត្តព្រមកញ្ចែបញ្ចប់ការប្រកួតជាផ្លូវការហើយដែលធ្វើឲ្យកីឡាករគ្រីស្ទីយ៉ាណូរ៉ូណាល់ដូស្គាល់ឈ្នះពានរង្វាន់លីកជាលើកដំបូងនៅក្នុងលីកកំពូលរបស់អារ៉ាប់ដោយក្នុងលទ្ធផលការឈ្នះនេះគឺឈ្នះដោយលទ្ធផល4-1គ្រាប់បាល់កាត់ឡើង4គ្រាប់នៅខាងក្រុមជើងអាណាហ្សឺដោយកីឡាករសាឌីអូម៉ាណេនៅនាទីទី34កីឡាករ Kingsley Coman នៅនាទីទី52ចំណែក2គ្រាប់ធ្វើបានដោយពូដូខ្លួនឯងផ្ទាល់នៅនាទីទី63និងនាទីទី81នេះគឺជាការឈ្នះពានសាអូឌីអារ៉ាប៊ីប៉ូលីកជាលើកដំបូងសម្រាប់កីឡាករ Cristiano Ronaldo បន្ទាប់ពីផ្លាស់ប្ដូរមកចូលរួមអស់រយៈពេល3 រយការកន្លងមកនេះដូច្នេះហើយសម្រាប់បងប្អូនដែលជាអ្នកគាំទ្រ Cristiano Ronaldo ការរងចាំរបស់អ្នកទាំងអស់គ្នាពេលនេះបានសម្រេចអើយមើលទឹកមុខពូដូកន្លែងនេះពិតជាមានមោទនភាពមែនក្នុងនាមជាអ្នកគាំទ្រនិយាយទៅទឹកភ្នែកតាំងពីគ្រាប់បាល់ទី3ហ្នឹងហើយគ្រាប់បាល់ទី3ពេលនេះសំឡេងគាំទ្រក៏ប៉ុន្តែបូករួមជាមួយនឹងសំឡេងសាទរដល់ Cristiano Ronaldo ក៏ចូលរួមសោកស្ដាយដល់ក្លឹបក្រុមភ្ញៀវ Dama FC ដែលបានត្រូវកាត់ចោលទៅលីកសាអូអារ៉ាប៊ី Division 1 អានេះមានសម្រាប់មានយំមានសោយហើយយំមួយសើចមកដល់មកផ្លាកកីឡាដ្ឋានស្រុកគេមើលឲ្យចង់ឥឡូវយើងមានដែរតើយើងមានពហុកីឡាដ្ឋានមករត់ដេចូលដែរតើតបចូលទៅនៅស្អាតបាទអរគុណច្រើនជាមួយនឹងការចំណាយពេលវេលាដ៏មានតម្លៃរបស់បងប្អូនចូលរួមទស្សនាជាមួយនឹងការផ្សាយផ្ទាល់ការប្រកួតបាល់ទាត់បាទពីសំណាក់ភ្នាក់ងាររបស់ Go ខ្មែរពីខ្ញុំបាទ Admin VM Sport ព្រមជាមួយខ្ញុំ MC កុងបាទសូមអរគុណសូមជម្រាបលាបាយបាយបាទចាំបិទនេះ record យកនេះច្បាស់ជាងការ download TikTok